បាទសួស្តីបងប្អូនទាំងគ្នានេះគឺជា vlog មួយដែលខ្ញុំបានចូលរួមក្នុងកម្មវិធីការប្រកួតបបោះត្រីដែលរៀបចំឡើងដោយក្រុមប្រកួតសកម្មនិងចូលរួមសហការដោយខាងលោកស្ទូរ៉ូនរៀលនិងក្រុមហ៊ុន Shimano ការប្រកួតបបោះត្រីនេះគឺធ្វើឡើងនៅបឹងទន្លេសាបនៅថ្ងៃទី16ខែ2ឆ្នាំ2025នៅបណ្ដុំភ្នំក្រោមដែលយើងត្រូវជួបគ្នានៅចុងគ្នាអញ្ចឹងតាមដែលខ្ញុំដឹងព័ត៌មានពីបងក្រុមសកម្មមូលហេតុដែលយើងប្រព្រឹត្តនៅកម្មវិធីប្រកួតបោះត្រីនេះឡើងគឺក្នុងន័យលើកស្ទួយវិស័យទេសចរដើម្បីឲ្យបងតកងទូកមានការងារធ្វើមានប្រាក់ចំណូលពីវិស័យបបោះត្រីជួយកាត់បន្ថយបទល្មើសនេសាទខុសច្បាប់ដែលធ្វើឲ្យប្រព័ន្ធបំផ្លាញធនធានធម្មជាតិលាក់ចង់ដឹងថាអត្ថន័យហើយនៅសកម្មភាពដែលខ្ញុំបានចូលរួមប្រកួតបបោះត្រីនេះមានលក្ខណៈបែបណាតាមដាន vlog របស់ខ្ញុំទាំងអស់គ្នាបាទតាមវីដេអូចេញមកដំបូងគឺយើងត្រូវធ្វើដំណើរដល់វែងឆ្ងាយពីភ្នំពេញទៅខេត្តសៀមរាបដូច្នេះមុនយើងទៅដល់គឺយើងត្រូវតាក់ទងទៅបងម្ចាស់ទស្សនៈទឹកឃ្មុំដែលគាត់បានធ្វើការ discount ជូនយើងគឺ 100% តែម្ដងគឺសូមអរគុណដល់បងម្ចាស់ទស្សនៈដែរដែលគាត់មានឈ្មោះថាឈុនភិរុនគាត់ក៏ជាម្ចាស់ទស្សនៈទឹកឃ្មុំតែម្ដងហើយបើសិនជាបងប្អូនមានឱកាសទៅទស្សនានៅខេត្តសៀមរាបចង់បានទស្សនៈដែលមានតម្លៃធូរថ្លៃមានផាសុកភាពជាប់នឹងផ្លូវធំទល់មុខនឹងមន្ទីរពេទ្យ Royal មានទឹកក្តៅមានម៉ាស៊ីនត្រជាក់អញ្ចឹងបងប្អូនអាចតាក់ទងទៅគាត់តាមរយៈលេខទូរស័ព្ទនិង QR code Telegram មួយនេះឥឡូវយើងត្រូវចូលមក vlog របស់យើងវិញពេលដែលយើងរៀបចំអីវ៉ាន់ដាក់ចូលក្នុងបន្ទប់ហើយគឺយើងត្រូវចុះមកមានការជួបជុំអញ្ចឹងក្រុមបងកីឡាករដែលចូលរួមបបោះត្រីហ្នឹងគឺយើងត្រូវពិភាក្សាគ្នារបៀបរបបនៃការបបោះហ្នឹងហើយអ្នកដែលមានបទពិសោធន៍ក៏បានចូលរួមចែករំលែកចំណេះដឹងព្រោះថាតំបន់ខ្លះក៏យើងត្រូវដឹងពីរបៀបយកត្រីដែរដូចទៅជាក់ស្ដែងដូចនៅខេត្តសៀមរាបនេះបើសិនជាយើងមិនដឹងពីរបៀបរបបនៃការយកត្រីនេះទេក៏យើងពិបាកនឹងការទាញយកត្រីធំដើម្បីបានពេលរង្វាន់ពីលេខ1ដល់លេខ3អញ្ចឹងដែរតួយ៉ាងដោយបងម្ចាស់ទស្សនៈនេះអញ្ចឹងគឺគាត់មានបទពិសោធន៍យ៉ាងក្រាស់ក្រែលណាក្នុងការបបោះត្រីនៅខេត្តសៀមរាបនៅបឹងទន្លេសាបនេះអញ្ចឹងពួកគាត់ដឹងពីរបៀបរបបហើយសម្បីតែការបបោះត្រីដែលយើងគួរតែប្រើដងប្រភេទណាប្រើនុយប្រភេទណាហើយក្នុងការបបោះហ្នឹងយើងត្រូវអូសនុយលិចឬក៏អូសនុយដែតឬក៏អូសនុយយឺតអូសនុយលឿនអីហ្នឹងគឺគាត់ដឹងពីរបៀបគឺបងម្ចាស់ទស្សនៈហ្នឹងគឺគាត់ប្រាប់យើងទាំងអស់តែម្ដងហើយក្រោយពីយើងបានជជែកវែកញែកចោតសួរជួបជុំគ្នាលេបខែសម្ដីពោពេញទៅដោយភាពស្និទ្ធស្នាលដូច្នេះគឺយើងបានទទួលនៅបទពិសោធន៍គ្រប់គ្រាន់ល្មមសមគួរដែលយើងអាចយកទៅអនុវត្តនិងប្រតិបត្តិទៅតាមរៀមច្បងដែលហើយការអនុវត្តបានប្រមាណឬប៉ុណ្ណានោះគឺអាស្រ័យទៅលើខ្លួនឯងអានោះដងភ្លោះអានោះយកពីអវតារហ្នឹងនៅក្បែរហើយបាច់ស្ទួយបាច់បោះដល់ពេលព្រឹកឡើងគឺពួកយើងបានណាត់គ្នាហើយថាត្រូវម៉ោង3គឺយើងរៀបចំអីវ៉ាន់និងសម្ភារៈសម្រាប់ចូលរួមប្រកួតជាក់ស្ដែងបងប្អូនបានឃើញស្រាប់ហើយគឺយើងបានរៀបចំអីវ៉ាន់ហ្នឹងគឺពីប្រលប់មែនតើហើយគឺសំបីតែបងម្ចាស់ផ្ទះគាត់ប្រាប់ដែរថាយើងចាប់ដើមប្រកួតហ្នឹងគឺនៅម៉ោង6ហើយយើងត្រូវជួបជុំគ្នាយ៉ាងហោចណាស់ក៏បាន6កន្លះដែរតែហេតុអីបានយើងត្រូវចេញពីប្រលប់ដោយសារថាយើងត្រូវទៅជួយរៀបចំអីវ៉ាន់ត្រូវជួយរៀបចំម្ហូបអាហារដែលបងជាអ្នកព្រួយផ្ដើមរៀបចំកម្មវិធីហ្នឹងគឺគាត់ផ្ដល់អាហារពេលព្រឹកនិងថ្ងៃត្រង់សម្រាប់កីឡាករក្នុងអំឡុងពេលប្រកួតបបោះត្រីនៅបឹងទន្លេសាបនេះឥឡូវនេះក៏យើងបានមកដល់ទីតាំងដែលពួកបងក្រុមសាច់កម្មដែលគាត់ជាអ្នករៀបចំកម្មវិធីហ្នឹងក៏គាត់កំពុងតែរៀបចំដាំស្លដាំបាយអាំងសាច់សាច់គោសាច់ជ្រូកសម្រាប់ត្រៀមឲ្យកីឡាករហ្នឹងហើយនេះក៏យើងមានសកម្មភាពខ្លះទៀតដែលពាក់ព័ន្ធជាមួយនឹងកីឡាករចូលរួមប្រកួតហ្នឹងគាត់រៀបចំសម្ភារៈទាំងសន្ទូចទាំងផ្លែទាំងដោតបច្ច័យផ្លែបច្ច័យអីឲ្យអញ្ចឹងណាឥឡូវនេះពេលយើងមកដល់ទីតាំងនេះគឺសម្រាប់ទីតាំងដែលយើងត្រូវចុះទូកតែម្ដងហើយគឺឃើញស្រាប់ហើយគឺសិតតែជាកីឡាករដែលគាត់យកយានជំនិះមានទាំងឡានមានទាំងម៉ូតូហើយនឹងគាត់បានចូលជួបជុំគ្នាថត selfie ណាបង្កើតអនុស្សាវរីយ៍ពិភាក្សាគ្នាថាត្រូវធ្វើយ៉ាងម៉េចត្រូវតែទទួលបាននៅជ័យជំនះនិងជ័យលាភីពីលេខ1ដល់លេខ3អញ្ចឹងហើយពោះសិតតែជាកីឡាករគឺសិតតែមានមហិច្ឆតានិងឆន្ទៈរៀងខ្លួនហើយមិនដឹងថាក្នុងចំណោម60នាក់ហ្នឹងមិនដឹងថាបានទៅលើកីឡាកររូបណាទេអញ្ចឹងយើងក្នុងនាមខ្ញុំជាអ្នកធ្វើ vlog នៅក្នុងកម្មវិធីការប្រកួតបបោះត្រីនេះក៏ជូនពរឲ្យបងជោគជ័យទាំងអស់គ្នា
ไม่บอกมาลิมวยลิปีได้ปะเดี๋ยวกับข้าวเดี๋ยวพวกไอ้หมอเอาตาลิมวยลิปีเอาเลยแต่ได้ก็ไปเดี๋ยวเพจเดี๋ยวเลยตาลิมวยลิปีสุดเดียวสุดเดียวไว้ต้องมาหนึ่งเมียตรงนั่งคันเดียวกินในบ้านเลยดึงเราจะรอได้เนี่ยผมยึดมานามันไหลบ้าnhưng mà nãy cho chi lan nó tục lan không nhá nơi kia nặng tập vùng nằm quỳnh đấy màu đây sang tô vậy đấy con chơi đấy bóng và chạm với chúc chung đi định mua lipi chứ lật mặt không ơi đâu giờ lipi lipi bóng ơi chứ còn cái không không mà tới đừng khi mà tiếng mà tới không tay gặp thằng đi đâu nó thằng đóนั่งกับបងប្អូនក្រោយពីបងប្អូនបានឃើញសកម្មភាពមួយចំនួនដែលបងគាត់បានចូលរួមប្រកួតកម្មវិធីបបកត្រីដែលរៀបចំឡើងដោយបងក្រុមសាច់កម្មអញ្ចឹងគឺយើងចូលដល់ក្នុងកម្មវិធីឬត្រូវពុំស្រង់យកវត្តមានដែលកីឡាករដែលណាខ្លះដែលគាត់ដែលបានចុះឈ្មោះហើយគាត់មានវត្តមានក្នុងការចូលរួមប្រកួតអញ្ចឹងណាបងបានចូលរួមទាំងអស់គឺគាត់ពេញចិត្តគាត់សប្បាយរីករាយត្រេកអរទៅនឹងការចូលរួមនេះណាវាព្រោះអីបងក្រុមបងសាច់កម្មគាត់ធ្វើឡើងក្នុងមួយឆ្នាំគឺមានតែម្ដងទេអញ្ចឹងបានយើងមានឱកាសលើកក្រោយទៀតយើងនឹងធ្វើការចូលរួមហើយយើងនឹងសំណូមពរដល់បងដែលអ្នករៀបចំនោះសូមឲ្យមានការរៀបចំកម្មវិធីល្អបែបនេះក្នុង2ដងទៅ3ដងអីចឹងក្នុងមួយឆ្នាំអញ្ចឹងព្រោះការកម្មវិធីព្រឹត្តិការណ៍ដែលអាចកើតឡើងមានបានគឺដោយសារតែមានអ្នកឧបត្ថម្ភហើយតាមរយៈវីដេអូនេះខ្ញុំក៏សូមសំណូមពរដល់បណ្ដាស្ថាប័នឬក្រុមហ៊ុនផ្សេងបើសិនជាចង់ចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធីការប្រកួតបបកត្រីនៅបឹងទន្លេសាបនេះយើងអាចតាក់ទងទៅខាងបងជាអ្នករៀបចំដូចជាបងក្រុមសាច់កម្មនេះជាដើមសកម្មភាពនេះតតែអ្នកចូលចិត្តតតែអ្នកមាននិស្ស័យទៅខាងស្ទូចត្រីបបកត្រីនឹងទើបអាចធ្វើទៅបានហើយខ្ញុំសង្ឃឹមយ៉ាងមុតមមថានៅស្រុកខ្មែរយើងគឺសម្បូរណាស់អ្នកដែលមានចំណូលចិត្តណាបងខាងបរោះគាត់មានចំណូលចិត្តខ្លាំងណាស់គឺខាងបបកត្រីខាងស្ទូចត្រីហ្នឹងគឺមិនខ្វះទេហើយខ្ញុំសង្ឃឹមថានឹងមាន sponsor ល្អដែលបានចូលរួមច្រើនជាងនេះហើយយើងនឹងមានព្រឹត្តិការណ៍ល្អបែបនេះ2ទៅ3ដងក្នុងមួយឆ្នាំចឹងដែរតែបើសិនជាម្ដងឃើញសណ្ដោងឃើញយើងឃើញខូចមែនខុសគ្នាបន្តិចតួចយើងយកយល់បើសិនជាបាត់មកទូកឯងអាហ្នឹងយើងអាចថាគាត់ខូចតែបើបាត់ពីរទូកអានេះប្រហែលជាគាត់កំពុងតែជួយគ្នាហើយតែតំបន់ហ្នឹងអាចមានសេវាតាក់ទងបានចាតំបន់ហ្នឹងដូចថាអ្នកគ្រប់គ្រងទូកបំផុលអ្នកគ្រប់គ្រងទូកបាត់ទូកណាក៏ដឹងអញ្ចឹងគាត់អាចនឹងតាក់ទងមានលេខតាក់ទងណាបងពីច្រើនប្រហែលតែខ្ញុំលេងឆ្ងាយទេបងទី1បាត់ទៅទូទូពី2ត្រឹមមក3និយាយរបស់បើយកអានោះយកទៅដល់ពេលទី3បងបាក់ក្នុងទីចុងតែនិយាយត្រូវបាទបងលុតដាច់បងបងមកគុណខាងនោះអាវក៏តែដាច់ជួយជំរាបមួយហើយអរគុណតាសាំបាក្រោយទូលេខ21បាទឥឡូវនេះយើងដល់សកម្មភាពចាប់លេខទូកគឺយើងត្រូវបានក្បាលទូកឬក៏កសែទូកអីគឺអាស្រ័យទៅលើការចាប់ឆ្នោតហ្នឹងហើយបងប្អូនទីមើលតែខ្ញុំចាប់បានទូកលេខប្រមាណហើយខ្ញុំនៅក្បាលទូកឬក៏កសែទូកបាទគឺខ្ញុំបានលេខ30បាទហើយគឺចំក្បាលទូកទៀតបាទក្បាលទូកគឺស្រួលស្ទូចស្រួលបបក់ជោគជ័យដល់គ្នាយើង
ឥឡូវនេះគឺយើងត្រូវធ្វើដំណើរប្រហែលជា50 ម៉ែត្រទៅកន្លែងចំណតទូកតែទូកនៅចាំយើងដើម្បីដឹកយើងទៅកាន់ទីតាំងដែលយើងបបក់នៅទីតាំងដែលយើងបបក់អញ្ចឹងបងប្អូនឥឡូវយើងដល់ហើយដល់ទូកនេះសិតតែជាទូកគេហៅទូកស្មាច់ហ្នឹងបងប្អូនទូកគេហៅទូកសម្រាប់នេសាទនៅបឹងទន្លេសាបនេះតែហ្មងអញ្ចឹងកីឡាករដែលទៅចូលរួមគឺត្រូវតែជិះទូកម្នាក់ទូកមួយគឺ2នាក់ម្នាក់ចាប់ឆ្នោតចំក្បាលទូកគឺត្រូវតែលេងបបក់ឬក៏ស្ទូចនៅក្បាលទូកហើយនេះខ្ញុំក៏អរគុណដល់បង97បកត្រីបាត់ដំបងដែរដែលគាត់បានផ្ដល់ជានុយស្រស់កូនអង្កែបដើម្បីខ្ញុំបានចូលរួមប្រកួតហ្នឹងណាហើយនេះគឺសិតតែជាអ្នករៀបចំអ្នក sponsor គឺគាត់សហការគ្នាដើម្បីអ្នកហ្នឹងដើម្បីតែអាចមានព្រឹត្តិការណ៍នៅកម្មវិធីប្រកួតបកត្រីនៅបឹងទន្លេសាបនេះឡើងទៅដូចចាប់ប្រាប់ទៅឥឡូវនេះដូចតែបងប្អូនបានឃើញស្រាប់ហើយគឺកីឡាករយើងបានឡើងលើទូកហើយនឹងចាប់ផ្ដើមចេញដំណើរជាបដាហើយគឺមើលទៅទស្សនវិជ្ជាគឺពិតជាសប្បាយរីករាយហើយនឹងត្រេកអរហើយពេញចិត្តនៅសកម្មភាពនៃការចូលរួមរបស់ត្រីនៅបឹងទន្លេសាបនេះមែនទែនហើយសូម្បីតែខ្ញុំនេះគឺដែលស្ថិតនៅក្នុងកម្មវិធីហើយដែលបានចូលរួមការប្រកួតនេះគឺពិតជាមិនអាចបំភ្លេចនៅអនុស្សាវរីយ៍នេះបានទេអញ្ចឹងបងប្អូនអាចទស្សនានៅសកម្មភាពពីកន្លែងចាប់ផ្ដើមចេញដំណើរទៅដល់កន្លែងយើងប្រកួតដែលយើងប្រកួតបកត្រីអញ្ចឹងណាបងប្អូនស្របពេលដែលយើងកំពុងតែធ្វើដំណើរនេះគឺយើងបានថត selfie ថតវីដេអូហើយយើងបានថតនៅទស្សនីយភាពដូចជាផ្ទះអ្នកភូមិនៅលើទឹកណាតាមដងទន្លេសាបក៏គឺមានរូបសម្រស់ស្រស់ស្អាតដែលសឹងតាដែលជាសម្បត្តិធម្មជាតិដ៏ល្អឯកដែលប្រទេសខ្មែរយើងមានហើយយើងធ្វើដំណើរបានប្រហែលជាកន្លះម៉ោងក៏យើងបានមកដល់ទីតាំងប្រកួតដោយជោគជ័យគឺបងប្អូនឃើញស្រាប់ហើយគឺទិដ្ឋភាពហើយនឹងទីតាំងដែលយើងប្រកួតនេះគឺអបទៅដោយផ្ទៃមេឃពណ៌សស្រងាត់និងមានផ្ទៃទន្លេសាបដែលថ្លាយ៉ងមានសារាយមានដើមកក់ដែលទើបងាប់ហើយថ្មីអញ្ចឹងណាវាបំរុងនឹងដុះវិញទៀតហើយបងប្អូនឃើញស្រាប់ហើយខ្ញុំបានស្ទូចបានប្រហែលជាបោះបានពីខ្សែក៏បានតន្ត្រីរស់មួយប្រហែលជា7ខាំដែរហើយបងប្អូនឃើញទឹកអញ្ចឹងតិចថាជ្រៅតែពិតទឹកនេះប្រហែលជាត្រឹមចង្កេះទេយើងអាចចុះហែលបានអញ្ចឹងណាហើយតាមពិតខ្ញុំគិតថាទន្លេសាបអីនេះតែមិនណាជ្រៅតាមពិតរាក់ទេអញ្ចឹងបើយើងជិះតាមផ្ទៃទន្លេដ៏ធំល្វឹងនេះគឺមានគេបបក់មានគេដាក់មងហើយមានគេស្ទូចអីហ្នឹងគឺហូរហែហើយពោពេញទៅដោយទ្រព្យសម្បត្តិដ៏ល្អឯកគឺមច្ឆជាតិដែលផ្ដល់នៅសាច់ត្រីដែលនៅក្នុងផ្ទៃទន្លេដ៏ធំល្វឹងល្វើយនេះសម្រាប់ដល់គុតគង់ដល់ប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសបងប្អូនមានដឹងទេទឹកទន្លេធំល្វឹងល្វើយនេះគឺត្រីមានច្រើនមែនតើហើយសម្បូរច្រើនសម្បូរបែបហើយត្រីដែលខ្ញុំបបក់នៅម្ដុំនេះគឺគេប្រាប់ហើយគឺសម្បូរទៅដោយត្រីរស់និងត្រីទូកដោយសារតែតំបន់នេះគឺវាមកចាប់ទុំរុយធ្វើជាចំណីហើយយើងស្ទូចបានដល់ម៉ោងវេលាគួរសមដែលត្រូវត្រឡប់ទៅវិញព្រោះយើងអ្នករៀបចំកម្មវិធីគាត់ប្រាប់ថាតម៉ោង3ត្រូវទៅត្រឡប់ទៅវិញជុំគ្នាដើម្បីយកត្រីណាដែលអាចគ្រប់គីឡូក្នុងការប្រកួតយកទៅថ្លឹងយកជ័យលាភីលេខ1លេខ2លេខ3បានអញ្ចឹងយើងត្រូវតែត្រឡប់មកវិញហើយខ្ញុំនេះមានត្រីដែរប៉ុន្តែគ្រាន់តែត្រីយើងមិនធំមិនដល់គីឡូដូចគេអញ្ចឹងណា
គេខ្លះសិតតែមួយ9ខាំមួយ1គីឡូមានអ្នកខ្លះទទួលបានត្រីឌៀបបាន1ដល់1គីឡូ1ខាំអីបាននោះអញ្ចឹងអ្នកដែលបានជ័យលាភីដូចបងប្អូនឃើញគេចាប់តាមថ្លឹងជាបណ្ដាហើយពូត្រីរបស់ខ្ញុំគឺវាមិនដល់គីឡូដូចគេអញ្ចឹងយើងជិលយកទៅថ្លឹងនំទៅខ្វះគេអញ្ចឹងណាបងប្អូនហើយនេះគឺចាប់តាមថ្លឹងហើយយើងមានសកម្មភាពផ្សេងទៀតចាំមើលខ្ញុំរៀបរាប់នៅក្នុងវីដេអូនេះហើយនេះសិតតែត្រីដែលគេជាប់ចំណាត់ថ្នាក់គេយកមកថ្លឹងណាហើយប៉ុណ្ណឹងបងប្អូនទីថាត្រីនឹងជាប់ចំណាត់ថ្នាក់មានត្រីដែលធំជាងនឹងទៀតអញ្ចឹងត្រីគេជ្រើសរើសយកតែ3ទេត្រីបងប្រុសនេះគឺគាត់ធំបានធំគួរសមដែរបានជាង8ខាំដែរខ្ញុំបាន7ខាំទេខ្ញុំអត់ហ៊ានយកទៅថ្លឹងហើយនេះក្នុងដំណាក់កាលដែលគេយកទៅថ្លឹងគឺបានត្រី3នេះគឺជាប់លេខ1លេខ2លេខ3ក្នុងជាលេខ2ទាំង3នេះអញ្ចឹងមុននឹងយើងអាចចាត់ទុកថាជាចំណាត់ថ្នាក់លេខ2លេខ3លេខ1លេខ2លេខ3បានព្រោះយើងយកលក្ខខណ្ឌគេត្រូវយកត្រីមកវះពោះមួយទៀតខ្លាចគេញុកដែកញុកសណយកអីចូលនឹងឲ្យធ្ងន់អញ្ចឹងណាអញ្ចឹងយកមកគឺបងប្អូនឲ្យត្រីនៅបឹងទន្លេសាបជាត្រីដែលធម្មជាតិនោះគឺខែនេះគឺវាមានពងសឹងតែគ្រប់ត្រីតែម្ដងបងឃើញគេវះមកសឹកតែឃើញពងខ្លាញ់ដល់កវាត្រីឌៀបនេះបាទគឺសឹកតែពងហើយនឹងខ្លាញ់តែម្ដងហើយត្រីឌៀបនេះរឿងធំជាងគេបន្តិចបាន1គីឡូ1ខាំហើយជ័យលាភីលេខ2គឺបាន9ខាំចុច8ហើយជ័យលាភីលេខ3គឺបាន9ខាំចុច2 9ខាំចុច2កូនកាំ7នៅក្នុងឌៀបអានេះគឺប្រាក់លើកទឹកចិត្តដល់ម្ចាស់ទូកជ័យលាភីអញ្ចឹងលេខ1លេខ2លេខ3គឺគេមានរង្វាន់លើកទឹកចិត្តបន្ថែមពីហើយដល់ពេលដែលគាត់ខំខ្នះខ្នែងជួយកីឡាករឲ្យបានជ័យលាភីលេខ1លេខ2លេខ3អញ្ចឹងគាត់ក៏ទទួលបាននៅប្រាក់លើកទឹកចិត្តពីអ្នករៀបចំកម្មវិធីហើយនិងអ្នកឧបត្ថម្ភដែរនេះគឺលេខ2លេខ3លេខ2ទីទៀតបងនឹងឃើញបងប្អូននឹងបានឃើញលេខ3បងប្អូនលេខ1សំទោសនេះគឺលេខ1នេះគាត់លេខ1គឺគាត់ប្រកាយនេះគឺបងប្អូនឃើញស្រាប់នេះគឺជាត្រីដែលទទួលបានជ័យលាភីលេខ1លេខ2លេខ3នេះគឺគេថតជុំគ្នាគឺអ្នកម្ចាស់ជ័យលាភីទាំងអស់គ្នាហើយនិយាយទៅត្រង់ទៅគឺអ្នកដែលមកពីចម្ងាយគឺមិនបានជ័យលាភីទេគឺអ្នកដែលបានជ័យលាភីសុទ្ធតែជាអ្នកខេត្តសៀមរាបនេះតែម្ដងដោយសារតែគេវឹកអស់ហើយគេធ្លាប់ប្រឡូកអស់ហើយនៅក្នុងបឹងទន្លេសាបនេះគឺគេធ្លាប់ស្ទូលក្នុងបទពិសោធន៍គេរបបនៃការយកត្រីគេស្ទូលគេបបក់មិនគឺគេដឹងអស់ហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថានឹងមានឱកាសនឹងមានការប្រកួតលើកក្រោយទៀតយើងធ្វើវីដេអូនឹងចូលរួមប្រកួតនៅឆ្នាំក្រោយទៀតបងប្អូនអរគុណជម្រាបលា